បាទជំរាបសួរបងបងទាំងអស់គ្នាថ្ងៃនេះមកមានអ្វីដែលបញ្យល់ប្រាប់បងបងអ្នកថ្មីក៏ដូចជាអ្នកដែលកំពុងតែនឹងចាប់ផ្ដើមថាគិតថានឹងចិញ្ចឹមបាទនេះគឺជាប្រភេទចរិតក្រហមតែគ្រាន់តែបងបងឃើញចរិតនេះគឺចរិតដែលធំធ្លុះស្អាតបាទអញ្ចឹងចរិតដែលខ្ញុំធ្វើនេះគឺមិនមែនជាចរិតអន់សម្រាប់លើទីផ្សារទេគឺជាប្រភេទចរិតកណ្ដាលតែក៏មានធំយ៉ាងនេះទៀតដែរបាទតែបងឃើញនេះជាចរិតធម្មតាណាតែរូបរាងវាស្អាតមែនទែនធំតែអ្វីដែលជាសំខាន់នោះគឺមួយទៀតមួយរយៈកាលកន្លងមកនេះឃើញថាបងអ្នកដែលចិញ្ចឹមចរិតក្រហមច្រើនតែដាក់ពងឲ្យបានពងបាទដាក់ពងឲ្យបានពងទុកចរិតនឹងឡើងទល់តែចរិតនឹងធំមិនមានឱកាស100អីឃើញមានឱកាស1 2តែដាក់ពងពីវិសាមកក៏នៅតែអត់បានពងចរិតក្រហមគឺមានបញ្ហាខ្ពស់ក្នុងការដាក់ពងបើសិនណាជាបងអត់ចេះដល់វាមុននឹងដាក់ពងគឺយើងត្រូវធ្វើដូចជាមានស្លឹកឈើដែលប្រភេទជឿឲ្យវាស៊ីសិនបងខ្ញុំលើកឧទាហរណ៍ថាយើងត្រូវមានជាតកួនមានជាផ្ទីឬក៏មានជាដើមរៀកបាទប្រមាណមុខនេះគឺជាមិនមែនជាប្រភេទស្លឹកដលងគោដលងឈើហ្នឹងទេណាបាទឆៃយ៉ាក៏ក្រិនដែរបងឆៃយ៉ាក៏ក្រិនដែរបាទអានេះគឺយើងគួរតែធ្វើមុនយើងដែលយើងត្រូវដាក់ពងឲ្យវាស៊ីកន្លះថ្ងៃឬក៏ពីព្រឹកដំបូងបាទអានេះគឺខ្ញុំមកដាក់ពេលល្ងាចពេលល្ងាចអានេះខ្ញុំដាក់ហើយកន្លះម៉ោងហើយបាទហូបបាយឆ្អែតហើយព្រោះដាក់ហើយលាងដៃលាងជើងទៅហូបបាយរួចបានមកថតនេះឃើញថាបងមើលឃើញហើយកន្លះម៉ោងវាឡើងមើលត្នេះហ្នឹងមិនមើលបាទឡើងនឹងរូបកន្លែងអត់បាននោះជីកកគ្នាមើលចរិតបាទបងមើលចរិតខាប់មកចឹងអញ្ចឹងអានេះវាជារឿងមួយដែលបងគួរធ្វើព្រោះអីចរិតมันអាចដាច់ស្លឹកឈើទេបើដាច់ស្លឹកឈើវាក៏មិនបានជាពងល្អដែរពួកចរិតក្រហមនេះគឺអានេះដោយសារតែបទពិសោធន៍ខ្ញុំធ្វើមកឃើញថាវាមានផលល្អនៅក្នុងការឲ្យស៊ីស្លឹកឈើបងតែនេះមិនមែនជាខ្ញុំដាក់ផ្ទីឲ្យស៊ីបងផ្ទីវាអស់ហើយអញ្ចឹងអាពេលរងាចមិញនេះគឺបានបន្ថែមមកស្លឹកចេកតែស្លឹកទីវាចង់អស់វានៅក្រោមបងនេះដើមផ្ទីដែលខ្ញុំទៅតែនឹងកាប់ដាក់នេះអានេះកាប់ដាក់ពីព្រឹកបាទស្លឹកចេកនេះដាក់ក្រោយទេបាទដើមផ្ទីហើយថ្ងៃហ្នឹងក៏អត់បានលាយចំណីឲ្យស៊ីដែរចំណីខ្ញុំលាយពីម្សិលមិញបាទអញ្ចឹងទាំងអស់នេះគឺយើងត្រូវធ្វើប្រមាណមុខនឹងឯងហើយចរិតយើងគឺអូខេបងព្រឹកឡើងគឺទទួលបានពងល្អបាទហើយពងចរិតក្រហមបើយើងឲ្យស៊ីមិនថាចរិតក្រហមចរិតខ្មៅទេគឺយើងត្រូវធ្វើដូចគ្នាបងធ្វើដូចគ្នាមកយើងកុំខ្ជិលរឿងរស់លឹកឈើហ្នឹងបើថារោមបានអាហ្នឹងនឹងធ្វើមិនទេបងបាទព្រោះតំបន់ខ្លះវាអត់មានតែបើរស់លឹកឈើអត់បានដើមចេកបងជំរឿនទៅគឺដើមចេកដាក់ឲ្យវាស៊ីមុនព្រោះអីឲ្យពងវាមានជាតិទឹកអញ្ចឹងវាអាការដែលពងហើយចុងក្រោយមួយទៀតគឺផេះហ្នឹងតែម្ដងព្រោះអីផេះនេះពួកអាក្រហមយើងត្រូវធ្វើវាឲ្យរាងសើមជាងចរិតខ្មៅបន្តិចបើសិនណាជាផេះស្ងួតអត់ប្រកែអត់ល្អទេណាបងបាទអត់ប្រកែអត់ល្អទេនេះបងមើលអាត្រង់ខាងនោះហ្នឹងគឺពេញអស់ហើយបាទពេញអស់គេដាក់បន្តហើយចាក់ដីក៏ប្រហែលថ្ងៃនេះមកមានញឹកនឹងចាក់ដីបងនេះបងមើលអាកន្លែងរោងដែលលិចទឹកឆ្នាំតែមិញមើលវនុកដីបងនោះខាងនោះផ្ទះគេដាក់ទៅសອບទៀតដីចាំមើលថ្ងៃខ្ញុំនឹងនេះបងឃើញអញ្ចឹងកម្មវិធីដែលយើងធ្វើដើម្បីឲ្យបានពងចរិតល្អហ្នឹងគឺមានប្រមាណដូចខាងដើមសម្រាប់បងដែលនៅមានចម្ងល់ក៏ឆាតចូលមកក្នុងនេះអញ្ជើញខ្ញុំមកខ្ញុំទាំងនឹងតបទៅឲ្យបងវីដេអូនេះគឺចង់បង្ហាញសម្រាប់តែដែលយើងគួរធ្វើយ៉ាងណាដែលមុននឹងដាក់ពងហ៎បងអញ្ចឹងអរគុណច្រើនយើងនឹងចាំជួបគ្នានៅឱកាសក្រោយ